យើងបាត់នាយករដ្ឋមន្ត្រីខ្មែរហើយបងប្អូនគឺដូចថាល្ខោនដែលគេសម្ដែងមកដែលជាអាយ៉ងដែលយើងឃើញញឹងមកហ្នឹងឲ្យឃើញថាអ្នកណាជាអាយ៉ងអ្នកណាជាអ្នកដែលញឹងខ្សែហ្នឹងឥឡូវអឺ Master គឺគ្រូតារបស់អាយ៉ងបានបង្ហាញខ្លួនហើយគឺលោកហ៊ុនសែនអាយ៉ងហ្នឹងគឺសំដៅទៅលើលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីដូចទីងម៉ោងចឹងបងប្អូនគ្មានសិទ្ធគ្មានសមត្ថភាពនៅក្នុងការធ្វើកិច្ចការងារអីបានទេតាមពិតគាត់មានសមត្ថភាពរៀនសូត្រចេះដឹងច្រើននៅសាលាបរទេសនៅអាមេរិកនៅ West Point នៅអង់គ្លេសអីមានសញ្ញាបត្របណ្ឌិតអនុបណ្ឌិតអីមកកណកដឹកក៏ប៉ុន្តែរឿងដែលគួរឲ្យអកុសលនេះគឺគាត់បានคล้ายទៅជាអាយ៉ងរបស់ឪពុករបស់គាត់ដែលញឹងគាត់តាមមកហើយពីមុនមកហ្នឹងគឺឪពុកហ្នឹងញឹងដាក់វាំងននបាំងចេះគ្រាន់តែញឹងពីខាងមុខទៅយើងឃើញតួអាយ៉ងហ្នឹងចេះតែលូតចុះលូតឡើងអញ្ចឹងយើងអត់ដឹងថាអ្នកណានៅពីក្រោយបើទោះពីគេដឹងថានៅពីក្រោយហ្នឹងគឺឪពុកគាត់ទេដែលនៅញឹងអញ្ចឹងគឺឪពុកគាត់ហ្នឹងនៅអង្គុយអែបគាត់នៅពេលកំពុងបើកបរហ្នឹងឲ្យលោកហ៊ុនម៉ាណែតអង្គុយនៅកាន់ចកោតប៉ុន្តែជាតកង់ប៉ុន្តែលោកហ៊ុនសែននៅអង្គុយកាច់ចកោតរហូតជានាយករដ្ឋមន្ត្រីអត់អាចធ្វើអីបានទាំងអស់ឥឡូវនេះគឺការងារនេះគឺ Master គ្រូតារបស់អាយ៉ងឬឪពុករបស់អាយ៉ងចេញមកតែម្ដងជាសម្ដែងចឹងទម្លាក់រូបអាយ៉ងចោលគឺគាត់ចេញមកគឺជាតួឯកដដែលនៅក្រៅឆាកហ្នឹងគឺការដឹកនាំប្រទេសនេះគ្រប់គ្រងដោយលោកហ៊ុនសែនបើទោះបីជាលោកវ័យចំណាស់ជរាទៅហើយម៉ោងនេះ70ឆ្នាំជាងហើយយើងហៅថាជរាហើយអត់បានសម្រាកអត់បានអីទាំងអស់មកកាន់ការហើយយកឱកាសនៅពេលដែលព្រះមហាក្សត្រខ្មែរកំពុងសម្រាកព្យាបាលព្រះរាជរោគនៅឯទីក្រុងប៉េកាំងគឺយកឱកាសជាប្រមុខរដ្ឋស្ដីទីកាន់ការជំនួសលោកហ៊ុនម៉ាណែតដែលជាក្មេងអាយុពាក់កណ្ដាលគាត់ពលលោកហ៊ុនម៉ាណែតអាយុ50តំណាលខ្ញុំកាត់ឆ្នាំ76ដូចគ្នាអត់ឲ្យធ្វើការអីសោះអញ្ចឹងទុកឲ្យគាត់ដើរតួហើយនៅពេលដែលលោកហ៊ុនសែនឡើងមកនិយាយខុសគ្នាពីលោកហ៊ុនម៉ាណែតត្រង់ថាលោកហ៊ុនម៉ាណែតគាត់អត់សូវមានសិល្បៈនៅក្នុងការនិយាយផ្នែកនិយាយទៅគឺភាសារបស់លោកហ៊ុនម៉ាណែតនិយាយភាគច្រើនពំតណោតខ្លួនឯងគឺសោកស្ដាយតាមពិតបើនិយាយឲ្យតិចហើយច្បាស់លាស់ប្រសើរជាងនិយាយច្រើនហោហែវាទៅជាសាបតែលោកហ៊ុនម៉ាណែតចង់ជ្រើសរើសតាមដំណើរឪពុករបស់គាត់និយាយឲ្យច្រើនអត់ប្រយោជន៍ហើយតែនិយាយទៅពំតណោតខ្លួនឯងដូចជារឿងនិយាយថាតាហ៊ានអត់ស្បែកជើងអត់ស្អីកភ្លើងល្អអីហ្នឹងមិនអីទេយើងបាញ់តែជាពីមកស៊ូក៏ខ្វាក់ភ្នែកថៃដែរអីអញ្ចឹងទៅលាក់នឹងលាក់អីចឹងហើយជើងជាមេដឹកនាំជាផ្កាយ4អគ្គមេបញ្ជាការជាន់ខ្ពស់អីផងនៅក្នុងជួរតបហ្នឹងហើយតើនិយាយអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋសើចថាយើងនិយាយទៅវាសាបហើយទៅបើលោកហ៊ុនសែនបើគាត់និយាយគាត់មានសិល្បៈនៅក្នុងការនិយាយប្រកែកជាងលោកហ៊ុនម៉ាណែតប៉ុន្តែឲ្យតែលោកហ៊ុនសែនឡើងមកនិយាយគឺស្ថានភាពតិចទៅជាក្តៅមកបន្តិចហ្នឹងរឿងជាមួយថៃហ្នឹងចឹងតែឲ្យតែលោកហ៊ុនសែនចាប់ផ្ដើមនិយាយកាលក៏អត់ទាន់និយាយអត់ទាន់បញ្ចេញខ្សែអត្ថបថងឋានគឺនៅឆ្លោះគ្នាសម្របសម្រួលគ្នានៅបានទេព្រោះខ្មែរនៅអាចខ្លាំងថាខ្លួនឯងមិនចាញ់ថៃទេតោះពេលគាត់ចាប់ផ្ដើមនិយាយចាប់ផ្ដើមរករឿងបៃថងឋាននឹងថាក់ស៊ីនគេវាយយើងខ្ចប់ហ្មងខ្ទេចខ្ទីអស់លីងហ្មងហើយយើងស្លាប់ទៅហ៊ានអស់មកកណោដោយសារតែចឹងមិនថាថាក់ស៊ីនជាប់គុកបៃថងឋានធ្លាក់ពីតំណែងមែនប៉ុន្តែអ្នកដែលខាតវាមិនមែនខាតថៃទេគឺខាតខ្មែរណាដែលអស់ដីយើង60កន្លែងជាងទាហានយើងស្លាប់អស់មកកណោប្រជាប្រដ្ឋភាសឹករាប់សែនអ្នកឥឡូវហ្នឹងនៅភូមិរងចាំហ្នឹង3000គ្រួសារជាងបាត់ផ្ទះបាត់សម្បែងបាត់ដីអស់លីងមិនដឹងថ្ងៃណាចឹងបានតែខ្ញុំថាបើលោកហ៊ុនសែនកុំនិយាយអីសោះប្រទេសជាតិនេះបានសុខសន្តិភាពជាជាងការគាត់និយាយព្រោះគាត់និយាយច្រើនហើយនិយាយងើបមួយវាយមួយនិយាយគំរាមនិយាយប្រមាថនិយាយអសុរោះនិយាយស្អីហ្នឹងគឺជាភាសា30-40ឆ្នាំដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹងមានជំងឺបាក់ស្បាតពេលខ្លះខ្លាចមិនខ្លាចក្នុងន័យគោរពទេគឺខ្លាចសម្ដីអត់គម្របរបស់គាត់ណាហើយខ្ញុំមែនតើជាខ្មែរម្នាក់ខ្ញុំអរឲ្យទៅលោកហ៊ុនសែនចូលនិវត្តន៍ទេខ្ញុំនិយាយត្រង់
ព្រោះគាត់បានបណ្ដោះកូនគាត់កូនចៅគាត់ខ្ញុំសង្ឃឹមច្រើនដែរដូចខ្ញុំនិយាយចឹងខ្ញុំអត់មានទទូលម្នេញអីនឹងកូនចៅគណៈបកកាន់អំណាចតកូលហ៊ុនតកូលទាតកូលសុកតកូលរងតកូលកឹមតកូលស្អីស្អីសតកូលសំតកូលអីនឹងកាន់ទេអត់ខ្វល់អត់ឈឺក្បាលអីអាលីងសំខាន់ឲ្យចេះតែធ្វើឲ្យខ្មែរនេះផ្សះផ្សាបង្រួបបង្រួមជាតិហើយកុំធ្វើឲ្យដូចលោកហ៊ុនសែនធ្វើព្រោះកម្ពុជានេះឆ្អែត40ឆ្នាំហើយដល់ពេលឥឡូវគាត់មកតកូលគាត់ដែលខំយកមកក្មេងៗដែលជាទីសង្ឃឹមដែលអាចនេះនឹងបានលែងឲ្យធ្វើការអីទាំងអស់គឺប្រាប់ថាគាត់នៅតែធ្វើបានអញ្ចឹងប្រជាពលរដ្ឋអស់សង្ឃឹមណាអស់សង្ឃឹមក្នុងន័យថាចុះបើមិនហ៊ុនសែនលោកហ៊ុនសែនមិនទៅប្រទេសហ្នឹងក៏ឡាប់ចាក់ហើយអញ្ចឹងហើយតើគាត់នៅយូរប៉ុណ្ណាបានទៀតនៅក្នុងវ័យដែលកំពុងតែជារាអត់បានសម្រាកអីអញ្ចឹងប្រជាពលរដ្ឋចាប់ផ្ដើមអស់សង្ឃឹមយើងត្រូវចាំណានៅក្រុមហ៊ុនមួយដែលយើងដឹងថាគ្រប់គ្រង30-40ឆ្នាំមកហើយមេក្រុមហ៊ុនចូលដល់វ័យចាស់ជរាយកកូនក្រុមហ៊ុនមកស្នងដើម្បីឲ្យតគេដំណើរពីឪពុកដើម្បីជាទីសង្ឃឹមប៉ុន្តែដល់យកមកកូននឹងធ្វើឲ្យអត់បានទៅឲ្យឪពុកមកធ្វើវិញដដែលអញ្ចឹងបានន័យថាកូនអត់ប្រយោជន៍អញ្ចឹងគាត់លោកហ៊ុនសែនចង់បង្ហាញប្រជាពលរដ្ឋថាកុំភ័យនៅមានគាត់អញ្ចឹងអត់ទៅណាទេក្នុងន័យហ្នឹងចង់ប្រាប់ប្រជាពលរដ្ឋចឹងកុំភ័យកូនគាត់អត់ប្រកែមែនតែឪប្រកែអញ្ចឹងឪនៅមកក្រាញមកអីចឹងដើម្បីឲ្យកូនរឹងដៃរឹងជើងព្រោះប្រឡែងអត់តាន់បានទេឥឡូវហ្នឹងចង់ឲ្យរឹងដៃរឹងជើងសិនចង់ប្រាប់ប្រជាពលរដ្ឋអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលគាត់ឡើងមកហ្នឹងក៏អត់បានឲ្យកូនគាត់រឹងដៃរឹងជើងទេជាងការឲ្យកូនបរៀនកូនឲ្យចេះស្ទូចត្រីគឺគាត់នៅបញ្ចុកត្រីឲ្យកូនហូបដដែលអញ្ចឹងដល់ពេលដែលអស់ពីគាត់ទៅគឺកូនហ្នឹងនឹងដើរតាមហាមាត់ចាំឲ្យត្រីរត់ចូលមាត់ហ្នឹងអត់ទៅស្ទូចអត់ទៅអីបានតើអ្នកណាទៅសង្ឃឹមរឿងអញ្ចឹងកើតសំបីតែគណៈបកប្រជាជនខ្លួនឯងហ្នឹងក៏អត់សង្ឃឹមដែរសង្ឃឹមយ៉ាងម៉េចបើអ្នកមកក្រោយមកអត់អាចធ្វើអីកើតបាន2-3ឆ្នាំហើយហ្នឹងហើយត្រូវការឪពុកមកបញ្ចុកជែកបញ្ចុកសាច់បញ្ចុកត្រីដដែលហ្នឹងអត់បានឲ្យបង្រៀនកូនឲ្យស្ទូចត្រីខ្លួនឯងអត់ឲ្យកូនធ្វើខ្លួនឯងអានេះគឺជាការមើលងាយសមត្ថភាពកូនខ្លួនឯងដែរបើនិយាយឲ្យស្មោះត្រង់ទៅព្រោះអីអត់ផ្ដល់ដែលថាកូនហ្នឹងអត់កើតហ្មងអញ្ចឹងត្រូវតែចូលមកធ្វើកិច្ចការងារនឹងវិញទាំងអស់អញ្ចឹងចាំបាច់មានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីឲ្យគេរិះគន់ពីរឿងការទាយាទទាអីហ្នឹងអីលោកកាន់រហូតដល់តែចាស់កោងខ្នងលែងនេះទៅវាចប់បាត់ទៅហើយមិនអញ្ចឹងអញ្ចឹងខ្ញុំនិយាយនេះគឺក្នុងន័យដាស់តឿនក្រើនរំលឹកថាបើលោកចង់ឲ្យកូនរបស់អស់លោកចៅរបស់អស់លោកនឹងកាន់គឺកុំបង្រៀនកូនឲ្យត្រីហូបគឺបង្រៀនកូនឲ្យស្ទូចត្រីហើយឲ្យធ្វើទៅខុសខ្លះអីខ្លះទៅហើយឲ្យធ្វើខុសពីឪពុកខ្លះទៅកុំឲ្យដូចគ្នាអញ្ចឹងដល់អញ្ចឹងទៅកូនឥឡូវហ្នឹងបាត់ឈឹងឯងលោកហ៊ុនម៉ាណែតអត់ដឹងនៅកលៀតណាទេបានសម្រាប់ខ្លះដែរព្រោះលោកមើលទៅចាស់ណែមិនមែនចាស់ទេគឺថាស្កូវពេញក្បាលដែរដោយសារតែគិតច្រើនជាទូទៅគឺខ្ញុំអាណិតគាត់ដែរដោយសារតែរឿង100ចម្ពោះហើយធ្វើអីអត់បានជានាយករដ្ឋមន្ត្រីអត់ធ្វើអីអត់បានជាអ្នកកាន់ចង្កូតរថយន្តប៉ុន្តែត្រូវបើកទៅមុខត្រូវថាតើគ្រោះថ្នាក់ចរាចរណ៍វាអាចកើតឡើងជាយថាហេតុអីចេះក្បួនចេះច្បាប់អីអស់ហើយចេះតែងាកសួរឪរហូតឬក៏ងាកសួរអ្នកក្នុងឡានមិនដែរទៅកើតអត់យើងកាន់ចកោតខ្លួនឯងយើងអីខ្លួនឯងអ្នកអង្គុយអ្នកដំណើរផឹកតែសម្រានស្ដាប់ចម្រៀងទៅឈឺក្បាលអីយើងជាអ្នកដែលកាច់ចង្កូតគឺយើងច្បាស់ការហើយបើយើងច្បាស់ថាកាន់ចង្កូតបានន័យថាយើងមានបានបើកបរបើយើងមានបានបើកបរយើងមិនមែនជាក្មេងអនិច្ចជនទេយើងអត់ត្រូវការអ្នកឯបទេគឺយើងជាមនុស្សពេញវ័យច្បាប់អនុញ្ញាតឲ្យយើងបើកម្នាក់ឯងតើហេតុអីបានចាំបាច់ត្រូវការអ្នកមកអង្គុយចាំងាកសួរអញ្ចឹងរហូតលោកហ៊ុនម៉ាណែតហ្នឹងក៏អនុញ្ញាតឲ្យឪពុកលោកហ្នឹងធ្វើតែអញ្ចឹងកាច់គាត់ចាអញ្ចឹងតែរហូតដែរអត់ដូចថាវាដូចវល់អត់រកទិសតំបន់អត់ឃើញណាហើយដល់អញ្ចឹងទៅគេរិះគន់ថាគេនឹងរិះគន់គ្រប់រឿងចុះវាគេគ្រាន់តែជួយអញ្ចឹងវាជួយអីឥឡូវការងារប្រទេសជាតិគាត់កាន់ទាំងអស់ហើយឥឡូវពេលដែលគាត់ចុះទៅមូលដ្ឋានរឿងរ៉ាវច្រើនមែនតើទៅលៀបពណ៌ក្រុមគេនៅក្រៅប្រទេសហ្នឹងថាញុះឲ្យមានធ្វើសង្គ្រាមនៅពេលដែលគេលើកទឹកចិត្តឲ្យអឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្តឹងទៅអង្គការសហជីវណែក្រុមប្រឹក្សាសន្ធិសញ្ញាក្រុងប៉ារីតាក់ទងនឹងរឿងឈ្លានពានអធិបតេយ្យកម្ពុជាពីថៃអត់ធ្វើអារឿងសន្តិវិធីហ្នឹងទៅ
ទៅចរចាជាមួយថៃដឹងថាថៃវាយបែកប្រមាណធ្នេហើយហ្នឹងយើងទៅចរចាអោបជើងគេរួចទៅលាបពណ៌គេដល់អញ្ចឹងទៅវាធ្វើឲ្យថ្នាំងថ្នាក់គ្រប់ទិសតំបន់ហើយក្នុងពេលជាមួយគ្នានៅពេលនិយាយថាទៅសួរប្រជាពលរដ្ឋនៅភូមិរងចាំហ្នឹងថាអ្នកឯងពេញចិត្តនឹងចង់វាយជាមួយថៃទៀតអត់អញ្ចឹងភាសារបស់គាត់ហ្នឹងសួរពីរឿងវាយជាមួយថៃសារព័ត៌មានថៃគេចាប់ព័ត៌មានហ្នឹងទៅគេថាលោកហ៊ុនសែនកំពុងតែប្រាប់ប្រជាពលរដ្ឋថាកម្ពុជាចង់វាយថៃហើយគេថាគេត្រៀមខ្លួនរួចជាស្រេចគេកំពុងតែបំរុងហើយត្រូវនឹងពេលដែលយើងដឹកអារថក្រោះចិនមក39គ្រឿងដែលទិញគេយូរហើយគេមិនទាន់ដឹកឲ្យផងទិញ93គ្រឿងឥឡូវគេទៅដឹកឲ្យ39ដល់ដឹកនៅពេលហ្នឹងវាត្រូវនឹងពេលដែលកំពុងតែគេគិតថាយើងកំពុងកសាងកម្លាំងហើយលោកហ៊ុនសែនសួរអ្នកស្រុកអីថារឿងវាយមិនវាយអីទៀតវាធ្វើឲ្យព័ត៌មាននឹងពុលមែនតើចុះបើអត់និយាយសោះទៅវាថៃដល់ពេលយើងនិយាយចឹងថៃគេមកឥឡូវអត់មានពេលធ្វើអីកើតក្រៅពីអង្គុយបកស្រាយថាអត់ទេខ្ញុំអត់បាននិយាយថាចង់វាយណែឯងទេអ្នកដែលចង់វាយណែឯងក្រុមប្រឆាំងឯណានោះទៅតម្លាក់លៀបពណ៌ក្រុមប្រឆាំងរដ្ឋាភិបាលចង់តែចរចាសុំតែសក់ដែលខ្លួនឯងជាអ្នកខែងរែងជាអ្នកងើបមួយវាយមួយជាមួយខ្មែរគ្នាឯងជាបុរសអស្ចារ្យជាបិតាឈ្នះជាអ្នកដែលធ្វើសឹកសង្គ្រាមអ្នកដែលផ្ដួលរំលំរបបខ្មែរក្រហមជាអ្នកឈ្នះគ្រប់សមរភូមិដល់មកឥឡូវគ្រាន់តែនិយាយរឿងចង់វាយថៃយកដែនដីដែលថៃឈ្លានពានរំលោភបាត់ឈប់បាញ់អីក៏អត់ហ៊ាននិយាយដែរតែហ៊ាននិយាយយើងទៅរករឿងអ្នកណាហ៊ាននិយាយថាខ្មែរមកអួតថាខ្លួនវាយបានហ្នឹងថាកុំនិយាយចឹងណែឯងនិយាយចឹងគឺក្បត់ជាតិឯងខ្មែរអត់ចង់វាយទេចង់តែសុំសុកហើយទៅចោតក្រុមប្រឆាំងទេអ្នកចង់វាយដែលរឿងអាចង់វាយអារឿងហឹង្សាហ្នឹងរឿងមេដឹកនាំខ្មែរមកអាយុហើយតាគម្រាមងើបមួយវាយដល់ផ្ទះហ្នឹងរឿងយើងតាមានរឿងបពប្រឆាំងពីអង្កលរួចទៅឥឡូវកំហុសគ្រប់យ៉ាងវាទៅធ្លាក់លើបពប្រឆាំងទៅវិញនៅពេលដែលការដឹកនាំហ្នឹងគឺឪកូនគាត់ឥឡូវរឿងសង្គ្រាមថៃរឿងបាត់ដីហ្នឹងវាទៅជាកំហុសក្រុមខ្មែរនៅក្រៅប្រទេសឯណានោះវិញដែលអត់ដឹងរឿងអីសោះគ្រាន់តែនិយាយណែនាំប្រាប់ថាធ្វើនឹងមិនត្រូវទេធ្វើនឹងខុសហើយឥឡូវទៅទទួលកំហុសខ្លួនគាត់ថាគាត់ខុសហើយប៉ុន្តែក្នុងពេលទទួលកំហុសអាចោះចេញក៏មិនចោះចេញអាលាលែងក៏មិនលាលែងតើកំហុសហ្នឹងខុសរឿងប្រប៉ិនភ្នំដីបាត់អស់62កន្លែងទៅថៃគាត់ធ្វើរឿងដូចប៉ិនកូនដៃចឹងទៅហើយដល់ណានិយាយអីតតាំងគឺអ្នកនឹងយកជើងរាទឹកឆ្លោះតតាំងថាយើងក្បត់ជាតិអីចឹងទៅជារឿងធម្មតាទៅវិញមករករឿងអ្នកដែលស្រែកពីក្រៅជួយតាក់ទងនឹងរឿងការប្រព្រឹត្តខុសរបស់ថៃហ្នឹងទៅលៀបពណ៌គ្នាអញ្ចឹងទៅឃើញរឿងវាអត់បានទៅមុខទេហើយឥឡូវហ្នឹងអស់អាពីរឿងចោតប្រកាន់ក្រុមនៅក្រៅប្រទេសថាលៀបពណ៌គាត់ចាប់ផ្ដើមដុតភ្លើងឲ្យឆេះមួយផ្នែកទៀតពង្រៀងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជានឹងឲ្យបំពាក់ស្មារតីស្រឡាញ់ជាតិខ្មែរបដូរផ្ដាច់គឺធ្វើពហិការផលិតផលថៃគឺដោយសារតែគាត់កំពុងតែចាត់ការឲ្យអស់ទំហឹងហ្មងគឺម្ចាស់ដៃហ្មងតាក់ទងទៅលើអ្នកដែលរត់ពន្ធទំនិញថៃខុសច្បាប់មកប្រទេសកម្ពុជាម៉ោងនេះហើយលោកហ៊ុនសែននៅនិយាយរឿងមានផលិតផលរត់ពន្ធខុសច្បាប់ចូលមកស្រុកខ្មែរមួយឆ្នាំហើយតើការគ្រប់គ្រងប្រទេសយ៉ាងដូចម្ដេចទៅខ្ញុំពងតែឆ្ងល់អស់លោកធ្វើអីរាល់ថ្ងៃហ្នឹងបើថាអាពេលយើងឆ្លោះគ្នាអត់ឆ្លោះគ្នាចោះច្រកនឹងវារហេករហាចមនុស្សចាប់ផ្ដើមប្រពាក់ពពូនទប់វាមិនឈ្នះហើយឥឡូវនេះរដ្ឋាភិបាលកម្ពុជានេះហាក់បីដូចជាស្រោះគ្នាទាំងប្រជាពលរដ្ឋខ្មែរនឹងគូបាតកម្មឈប់ប្រើឈប់អីផលិតផលថៃចុះហេតុអីបានជាម៉ោងនេះយើងនៅនាំគ្នានិយាយពីរឿងទប់ផលិតផលថៃដែលនាំចូលដោយខុសច្បាប់រត់ពន្ធអត់បានតើនេះគឺជាការបង្ហាញអំពីភាពអស្ចារ្យរបស់រដ្ឋាភិបាលឬក៏បង្ហាញអំពីភាពខ្សោយអស្ចារ្យរបស់រដ្ឋាភិបាលដែលអត់អាចដោះស្រាយរឿងនេះបានតើនេះឬជាការដែលបង្ហាញអំពីខ្ញុំជឿថាលោកហ៊ុនសែនពេលខ្លះនិយាយនេះគាត់ចង់បានបងទេចង់ប្រាប់ប្រជាពលរដ្ឋថាគាត់អត់ប្រណីទេរឿងពីរដែលគាត់និយាយនៅពេលនេះគឺស្អំចិត្តប្រជាពលរដ្ឋដើម្បីឲ្យប្រាប់ថាមេដឹកនាំខ្មែរនៅតែស្អប់បំផុតអារឿងការដែលគ្រប់គ្រងផលិតផលថៃគឺពហិការលុកខ្សៃព្រោះអីយើងបាត់ដីបាត់អីអាហ្នឹងរឿងមួយឈឺចាប់អញ្ចឹងដើម្បីលួងចិត្តស្អំចិត្តប្រជាពលរដ្ឋគឺមេដឹកនាំខ្មែរគឺមិនចូលចិត្តថៃតាក់ទងនឹងរឿងផលិតផលហើយកុំអោយណៃមើងងាយខ្មែរ
ខ្មែរអត់ដាច់ដង្ហើមងាប់ទេគឺមួយឆ្នាំមកយើងអាចរស់បានហេតុអីបានទៅឲ្យគេមើលងាយយើងឬយកអាចង្គង់មន់យកអីគ្រឿងខ្លះសេគ្រឿងកក់ហ្នឹងវាអាចប៉ះពាល់ដល់សុខភាពអាប៉ះពាល់សុខភាពនោះមិនមែនតែពេលរត់ពន្ធពេលបិទព្រំដែនហ្នឹងទេអាអត់បិទព្រំដែនហ្នឹងគ្រឿងគីមីពីវៀតណាមពីអីមកហ្នឹងបន្លែបកាហ្នឹងគឺឈឺពេញប្រទេសយូរទៅបំពករួចតែប៉ែតវៀតណាមនោះយកតែលុយទៅព្យាបាលនៅវៀតណាមអីហ្នឹងដោយសាររឿងគីមីមហារីកអីអស់ហ្នឹងយើងអត់ដឹងវាស៊ីរួមផ្ទៃក្នុងយើងមកអាយុប៉ុន្តែអាហ្នឹងអត់ដែលដោះស្រាយមកដោះស្រាយតែរឿងព្រំដែនឥឡូវហ្នឹង20រឿងជង្គង់មន់ដាក់គីមីខ្ញុំថាអារឿងរបស់រថពន្ធហ្នឹងវាមិនត្រូវមកប៉ុន្តែយើងសួរទៅវិញជង្គង់មន់នាំចូលបានយើងទប់អត់បានមានអីឆ្ងល់ខ្ញុំពងតែឆ្ងល់ជនឆបោកអនឡាញមកប្រទេសកម្ពុជារាប់ម៉ឺននាក់អត់មានប៉ាសពតផងយើងមកឆ្លងដែនមកបានឡើងប្រព្រឹត្តយើងចាប់គេអត់បានយើងដោះស្រាយអត់បានចុះទំមជង្គង់មន់ដែលត្រូវការហូបរាល់ថ្ងៃនេះតើយើងមានអធិបតេយ្យកន្លែងណាខ្ញុំពងតែសួរតាមពិតលោកហ៊ុនសែនក៏ចង់និយាយនឹងចង់បង្ហាញពីគាត់ណាអត់បានទេអត់បណៃទេណាបន្តិចទៀតឲ្យពួកអ្នកដែលរស់ស៊ីអារត់ពុនគ្រឿងថៃយកមកស្រុកខ្មែរហ្នឹងឲ្យណែឯងទៅរែកដីជីកត្រង់សេនៅព្រំដែននោះធ្វើទរណកម្មណែឯងហើយទៅរឹបអូសទ្រព្យសម្បត្តិណែឯងអស់ឲ្យរៀងចាលម្ដងសម្ដីគាត់ហ្នឹងគឺជាអ្នកស្រឡាញ់ស្នេហាជាតិហើយគឺមើងម៉ាត់មែនតើបើយើងស្ដាប់ណាហើយអ្នកដែលរត់ពន្ធជង្គង់មន់ឬក៏គ្រឿងកក់ហ្នឹងត្រៀមខ្លួននឹងទៅរែកដីឲ្យទ្រព្យសម្បត្តិដែលមន្ត្រីគយព្រំដែនហ្នឹងអាចនឹងរឹបអូសអីយកមកជារបស់រដ្ឋជាអីចឹងដើម្បីឲ្យណែឯងរៀងចាលហើយចាំបាច់គម្រាមចឹងទៅអីបើសិនជាខុសច្បាប់ចាប់តាំងពីយូរមកទៅក៏វថីព្រោះរឿងទាំងអស់ហ្នឹងអត់ចាំបាច់គម្រាមទេទី1ទី2គឺជាកំបិតចិត្តដងឯងពេលដែលលោកស្រែកថាលោកស្នេហាជាតិលោកជួយជាតិលោកគិតគូរណាស់ពីរឿងសុខទុក្ខប្រជាពលរដ្ឋកុំឲ្យអារបស់កកនឹងមកក្នុងពេលជាមួយនឹងគឺយើងប្រាប់អំពីភាពធូររលុងអសមត្ថភាពនៃភាពដឹកនាំរដ្ឋតាដោយសារមន្ត្រីអស់លោកនឹងពុករលួយវាច្រើនពេកសោកប៉ាន់ដើម្បីបានតំណែងនៅព្រំដែនកយអីកយមួយអស់លុយរាប់ម៉ឺនរាប់សែនដុល្លារដើម្បីបានតំណែងចាស់គេអត់ស៊ីវិញចាស់គេអត់លួចគេអត់អីដើម្បីទៅសងអាថ្លៃដែលសោកប៉ាន់ហ្នឹងអញ្ចឹងហើយទៅធ្វើអាម៉េចឥឡូវបើយើងយកលុយគេពីដើមមកដែរអញ្ចឹងដល់ពេលឱកាសអញ្ចឹងឱកាសមាសហ្នឹងនេះដើម្បីបូមដើម្បីចំណេញដើម្បីកើបលុយនឹងយកមកវិញដើម្បីទូទាត់អាថ្លៃដែលចូលតំណែងហ្នឹងរឿងហ្នឹងកើតឡើង20 30 40ឆ្នាំហើយដូចអត់មានអីប្លែកសោះក៏ប៉ុន្តែហេតុអីបានជាលោកហ៊ុនសែនថ្លែងសារបែបនេះនៅក្នុងពេលនេះខ្ញុំជឿថាសារបែបនេះមិនខុសឆ្គងទេនៅក្នុងការប្រាប់ប្រជាពលរដ្ឋថារដ្ឋាភិបាលប្រឹងណាស់ខំទប់ណាស់តែមានមន្ត្រីខលខូចនៅតែធ្វើឲ្យយើងវាក្រំចិត្តដោយសារអីថាថៃមើងងាយយើងមើងងាយត្រង់ថាយើងអត់តំណែងគេមិនបានអាតំណែងហ្នឹងវាហូរចូលដល់ក្រុងភ្នំពេញវាទៅជាថៃគេអាចចោទយើងថាលួចតំណែងវាអត់មានថៃណាមកចោទយើងទេក្នុងកម្រិតរដ្ឋាភិបាលគេអត់ដែលថាយើងអត់ទំនិញថៃមិនបានទេអត់ដែលឮលោកអនុទិនច័ន្ទវរៈគុលនិយាយថាអូអត់ទំនិញថៃគឺខ្មែរដាច់ពោះស្លាប់អត់ដែលនិយាយចឹងទេអត់ដែលឮថ្នាក់ដឹកនាំមន្ត្រីរាជការជួរប្រមុខរដ្ឋាភិបាលថៃណានិយាយពីរឿងអត់ផលិតផលថៃកម្ពុជានឹងដាច់ខ្យល់ទេអត់ទេវាមានតែមន្ត្រីក្រមប្រជាពលរដ្ឋសាមញ្ញដែលជាអមីអថោងមកយកទៅសងទាំងខ្មែរទាំងថៃនឹងនាំគ្នាជេរបតិចគ្នាទៅហើយយើងទៅយកអាម្បាតឬក៏គំនិតមនុស្សដែលជាជនសាមញ្ញដែលរងផលប៉ះពាល់ឬក៏ដែលស្អប់ជាតិសាសន៍គ្នាហ្នឹងយកមកជារឿងធំទៅវិញណាអារឿងធំប៉ុណ្ណាណីយើងគិតប៉ុនកូនដៃនៅពេលដែលរឿងប៉ុនកូនដៃយើងគិតពីរឿងភ្នំព្រះសម័យទៅវិញចុះយើងទៅខ្វល់ប្រជាពលរដ្ឋថៃដែលនាំគ្នានិយាយជេរគ្នាទៅវិញទៅមកហ្នឹងថាអត់ផលិតផលថៃវាមិនមែនជាគោលនយោបាយរបស់ថ្នាក់ជាតិគេចេញសេចក្តីប្រកាសមកជាសេចក្តីថ្លែងការណ៍កម្រិតរដ្ឋាភិបាលគេថាណាយើងបិទព្រំដែនយើងស្អីនេះគឺដើម្បីឲ្យកម្ពុជាដាច់ខ្យល់ស្លាប់ដោយសារតែអត់ទំនិញថៃមិនបានអត់មានថៃណានិយាយអញ្ចឹងទេមកដល់ម៉ោងហ្នឹងខ្ញុំផ្សាយព័ត៌មានមួយឆ្នាំអត់ដែលមានរដ្ឋាភិបាលថៃណាថាបិទព្រំដែនដើម្បីឲ្យខ្មែរដាច់ខ្យល់វាអត់ទេគេបិទព្រំដែនគឺដោយសារតែគេចង់យកឱកាសហ្នឹងដើម្បីវាយយកព្រំដែនខ្មែរពីឲ្យបានឲ្យស្រួលព្រោះបិទព្រំដែនអស់ទៅ
គឺវាអត់មានប្រជាពលរដ្ឋស៊ីវិលរត់ទៅរត់មកបើបាញ់គ្នាទៅវាស្លាប់ប្រជាពលរដ្ឋស៊ីវិលថៃខ្លាចអញ្ចឹងទេមិនមែនខ្លាចរឿងតំណែងចាញ់ចូលស្រុកខ្មែរទេមិនមែនទេគោលបំណងថៃធំបំផុតនៃការបិទព្រំដែនគឺបញ្ហាទៅវិញទៅមកនៃប្រជាពលរដ្ឋដែលគេអត់អាចវាយយកទីតាំងកន្លែងណាដូចអូស្មាច់ដូចបឹងតគួនដូចច្រកអានសេះអីបានព្រោះអីប្រជាពលរដ្ឋនៅទៅមកបើផ្លោងដាក់ទៅវាធ្វើឲ្យប៉ះពាល់ដល់ដំណើរទូទៅនៃជនស៊ីវិលគេមានផែនការដើម្បីរំលោភយកដីយើងមិនមែនដើម្បីផ្ដាច់ជីបចរឲ្យខ្មែរស្លាប់អត់ផលិតផលថៃទេយើងយល់ខុសខ្លួនឯងទេថៃអត់ដែរនិយាយចឹងទេរដ្ឋាភិបាលថៃអត់ដែរនិយាយចឹងខ្ញុំអត់ការពារថៃទេណាបងប្អូនខ្ញុំនិយាយឲ្យស្មោះគឺសច្ចធម៌ថៃអត់ដែរនិយាយចឹងទេតែប្រជាពលរដ្ឋថៃកម្រិតរដ្ឋាភិបាលផ្លូវការគេអត់ដែរនិយាយចឹងទេមានតែខ្មែរទេដែលធ្វើពហិការផលិតផលថៃគ្រប់បែបយ៉ាងគឺយើងជាផ្លូវការតែម្ដងតែគេអត់ដែរទេគេបិទព្រំដែនគឺដោយសារតែគេស្រួលឲ្យព្រំដែនស្ងាត់ទៅសំណុកវាយយកដីខ្មែរដោយអត់ចាំបាច់មានការតដៃអីច្រើនសម្រាប់ជំនះជនស៊ីវិលអីអត់សូវពិបាកឯងពួកបិទទៅវាអត់មានតំណាក់តំណងហ្នឹងទម្លាក់គ្រាប់ទម្លាក់អីទៅព្រំដែនវាយយកអាគារណាកាស៊ីណូឬអីបានទាំងអស់ដោយអត់ពិបាកបើចេញចូលចុះឡើងស្លាប់ជនស៊ីវិលថៃពិបាកធ្វើរឿងនេះណារឿងនេះគឺជារឿងរំលោភឈ្លានពានដែនខ្មែរអត់មានតាក់ទងរឿងទំនិញទេហើយបើបងប្អូននិយាយពីទំនិញថៃខ្លាចថាដើម្បីទប់ដង្ហើមខ្មែរឲ្យស្លាប់ដោយសារអត់ទំនិញថៃមិនបានណានេះគឺជាការយល់ខុសរបស់ខ្មែរដើម្បីឲ្យស្អប់ថៃទេព្រោះថៃក៏គេដឹងដែរថាបើអត់ទំនិញថៃនៅស្រុកខ្មែរនេះណាក៏មានទំនិញយួនក៏មានទំនិញចិនក៏មានទំនិញម៉ាឡេក៏មានទំនិញសង្ហបុរីក៏មានទំនិញឡាវដែរថៃមិនមែនល្ងងទេព្រោះអីថៃនាំមកទំនិញគេមកទំនិញទីផ្សារដែលប្រកួតប្រជែងជាមួយថៃមានវៀតណាមម៉ាឡេមានចិនអីពេញទីផ្សារស្រុកខ្មែរហេតុអីបានជាគិតថាខ្មែរអត់ផលិតផលថៃខ្មែរស្លាប់ថៃអត់ដែលគិតដល់ប៉ុណ្្នឹងទេហើយខ្ញុំថាខ្មែរទេដែលគិតថាថៃគិតថាអញ្ចឹងដោយសារតែយើងយកសម្ដីថៃប្រមាណអ្នកមកនិយាយតើការគិតខុសទេថៃអត់ដែលបានគិតថាអត់ផលិតផលថៃខ្មែរស្លាប់ទេអត់ដែលទេនេះជាថ្នាក់ជាតិរបស់ថៃអត់ដែលមានទេខ្ញុំអត់ដែលឮសារហ្នឹងទេប៉ុន្តែថៃបិទព្រំដែនគឺដោយសារតែចង់ផ្ដាច់អាទំនាក់ទំនងព្រំដែនសនុកវៃយ៉ដោយស្រួលព្រោះព្រំដែនបិទហើយវាអត់មានពពាក់ពពូនជនស៊ីវិលយើងស៊ីជំរឿឲ្យខ្លាំងតែយើងវិញនៅកាក់ល្អិតនៅហ្នឹងនៅអូតែគេបិទព្រំដែនគឺយើងគេចង់ធ្វើឲ្យយើងដាច់ខ្យល់ងាប់អញ្ចឹងយើងនឹងប្រាប់គេថាយើងមិនដាច់ខ្យល់ងាប់ទេយើងមិនពឹងពាក់ផលិតផលនឹងឯងយើងនឹងបង្កើនកម្លាំងស្នេហាជាតិគ្រប់គ្រងផលិតផលថៃនេះជាសារនយោបាយទេហើយបងប្អូនចាញ់បោកអ្នកនយោបាយមួយដោយសារតែអូដល់ពេលគាត់បេក្ខការផលិតផលថៃគ្រប់គ្រងផលិតផលខ្មែរឃើញហ៎ខ្មែរចាប់ផ្ដើមកើនឡើងក្រើតកើនឡើងទៅឯណាវាកើនឡើងនៅក្នុងមួយរយៈពេលប៉ុន្តែសួរទំនិញយួនមកកើនឡើងប្រមាណទំនិញចិនកើនមកប្រមាណទំនិញម៉ាឡេទំនិញសិង្ហបុរីកើនឡើងប្រមាណហើយយើងប្រកួតប្រជែងឈ្នះទីផ្សារមែនឥឡូវនេះដោយសារតែគំនិតស្នេហាជាតិស្អប់ផលិតផលថៃទេដែលយើងជំនួសផលិតផលថៃដោយអាចយកផលិតផលខ្មែរឬក៏យួនឬក៏ចិនអីអញ្ចឹងយើងវានៅជ្រើសរើសនៅតែមាន5ម៉ាកដដែលហ្នឹងអត់ផលិតផលថៃសាប៊ូកក់សក់វៀតណាមក៏មានចិនក៏មានយួនក៏មានម៉ាឡេក៏មានសង្ហបុរីក៏មានហុងកុងក៏មានដូច្នេះយើងនៅប្រៀបធៀបប្រកួតជាមួយផលិតផល5 6មុខផ្សេងទៀតមិនមែនខ្មែរម្នាក់ឯងទេណាមិនមែនអត់ផលិតផលថៃហ្នឹងស្រាប់ផលិតសាប៊ូមកអត់សាប៊ូថៃគឺដឹងសាប៊ូខ្មែរអត់មិនមែនអញ្ចឹងទេបងប្អូនកុំចាញ់បោកអ្នកនយោបាយឲ្យសោះផលិតផលវៀតណាមបន្លែបង្ការផ្លែឈើត្រីសាច់ចង្គង់មាន់ចង្គង់ទាមកដូចទឹកបាក់ទំនប់ដដែលទេយើងពិបាកប្រកួតប្រជែងជាមួយគេចង់ស្លាប់ប៉ុន្តែយើងនាំគ្នាមកវាយទៅជាមួយថៃយើងគិតថាអត់ផលិតផលថៃយើងអត់ងាប់វាអត់ស្លាប់ទេខ្មែរអត់ស្លាប់សូម្បីតែខ្មែរអត់ផលិតខ្លួនឯងរាល់ថ្ងៃហ្នឹងដោយអត់ផលិតផលថៃហើយអត់បាច់ផលិតខ្លួនឯងទាំងអស់ហ្នឹងក៏ខ្មែរអត់ស្លាប់នឹងអត់ផលិតផលប្រើដែរព្រោះយួនយកមកមិនខ្វះទេស្អីក៏មានដែរចិនមិនខ្វះទេស្អីក៏មានដែរម៉ាឡេមិនខ្វះទេសង្ហបុរីឡាវអត់ខ្វះទេកុំចាញ់បោកអ្នកនយោបាយឲ្យសោះតែយើងជាតិនិយមយើងធ្វើឲ្យអាស្ថានភាពជាតិនិយមហ្នឹងគឺឲ្យខ្មែរហ្នឹងគឺថាគឺត្រូវតែស្អប់ថៃហើយតែពេលមេដឹកនាំនិយាយចឹងគឺយើងមានសមានចិត្តជាមួយនឹងមេដឹកនាំដែលគ្រប់គ្រងផលិតផលខ្មែរស្អប់ផលិតផលថៃរឿងដី
ទុកមកដុំលែងខ្វល់អារឿងដីហ្នឹងឯងព្រោះអីយើងប្រឹងវាមិនអស់អញ្ចឹងយើងត្រូវតស៊ូកុំឲ្យគេមើលងាយអញ្ចឹងមេដឹកនាំណាដែលតស៊ូកុំឲ្យគេមើលងាយគឺមេដឹកនាំហ្នឹងគឺជាមេដឹកនាំល្អកំហុសប៉ុន្មានរឿងបាត់ដីមិនបាត់ដីក៏អនុគ្រោះបាននេះហើយជានយោបាយប្រជាពិធដ្ឋហើយបងប្អូននាំគ្នាវិលវល់នៅក្នុងរឿងហ្នឹងឥឡូវចូលដល់រឿងហ្នឹងទៀតមកតាក់ពាក់ឯការផលិតផលគេមិនទាន់អស់ចិត្តមកនិយាយពីរឿងធ្វើបាបអ្នកដែលនាំអារបស់ហ្នឹងរត់ពន្ធក្នុងពេលហ្នឹងបងប្អូននេះគឺជាភាពអសមត្ថភាពរបស់រដ្ឋាភិបាលទេមកហ្នឹងបិទព្រំដែនចិត្តអស់ហើយរបស់រថពន្ធចូលបានចោះយើងសាកគិតទៅមើលនៅពេលដែលព្រំដែនបើកតើអំពើពុករលួយនឹងការឆក់ល្វែងនេះវានឹងមានទំហំប៉ុណ្ណាតើយើងបាត់ថវិកាជាតិប្រមាណតើយើងបាត់លុយប្រមាណទៅនឹងអាកញ្ជើធ្លុះហ្នឹងនេះគឺជាការបកអាក្រាតហែកពោះឲ្យក្អែកចឹកអំពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលតើល្អហើយទៅបង្ក្រាបទៅតាមពិតគួរបង្ក្រាបយូរហើយក៏ប៉ុន្តែបើបង្ក្រាបអ្នកនេះទាំងអស់យ៉ាងណាក៏ដោយអត់មានច្បាប់ព្រហ្មទណ្ឌណាដែលដាក់ទោសប្រជាពលរដ្ឋដោយពលកម្មដោយបង្ខំទេលោកហ៊ុនសែនប្រើពាក្យថាចាប់យកណឯងទៅឲ្យរែកដីនៅព្រំដែនអីហ្នឹងគឺជារបបផ្ដាច់ការទេគឺគេទោសទណ្ឌអីគឺទោសទណ្ឌហ្នឹងដាក់ពន្ធនាគារមិនអាចបង្ខំពលកម្មយកទៅរែកដីជីកដីអីដូចថានិយាយហ្នឹងគឺថាធ្វើឲ្យពិរោះស្ដាប់ប៉ុន្តែវាខុសគោលការណ៍ច្បាប់យើងក្រែងប្រទេសនីតិរដ្ឋយើងអាចនិយាយចឹងបានទេខ្ញុំអត់គាំទ្រឈ្មួញទេទុច្ចរិតហ្នឹងជាប់គុកឲ្យអស់ទៅហើយរឹបអូសទ្រព្យសម្បត្តិគាត់ក៏រឹបទៅខ្ញុំគាំទ្រ100%ប៉ុន្តែរហូតតតែវាយរហូតតតែដំរហូតតតែធ្វើទរណកម្មឬក៏យកទៅឲ្យកាយដីជីកដីអីហ្នឹងអាហ្នឹងគឺជារឿងបន្ថែមដើម្បីស្អំចិត្តឲ្យឃើញថាវាធ្ងន់ប៉ុន្តែធ្វើបាននៅឥឡូវនិយាយពីរឿងការនាំទំនិញចូលស្រុកខ្មែរវិញបងប្អូនណានៅពេលដែលយើងនាំគ្នាធ្វើពហិការទំនិញថៃគឺយើងនាំគ្នាធ្វើពហិការអត់បានគិតថាទំនិញថៃនាំចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ2026នេះណាក្នុងដើមឆ្នាំ2026ពីខែ1ដល់ខែឧសភាតាមរយៈរបាយការណ៍របស់គយពន្ធដាររបស់កម្ពុជាគឺថៃនៅតែនាំទំនិញមកហូរចូលប្រទេសកម្ពុជាស្របច្បាប់ខ្ញុំនិយាយស្របច្បាប់ខ្ញុំនិយាយអត់ខុសអត់និយាយរឿងខុសច្បាប់ទេទាំងច្រកទឹកទាំងច្រកអាកាសនៅ60%នៅឡើយទេអត់ទាន់អស់ទំនិញថៃទេណា60%ហ្នឹងបានន័យថាទំហំផលិតផលថៃដែលនាំចូលប្រទេសកម្ពុជាតាមច្រកព្រំដែនទឹកនិងព្រំដែនគោកជាពិសេសកំពង់ផែនិងពលាននិងយន្តហោះគឺនៅមានទំហំប្រហែលជា$1000លាននៅឡើយទេហើយចោះយើងពហិការហ្នឹងគឺយើងពហិការដាច់ខ្យល់ស្លាប់មែនយើងនាំទៅខ្មែរក៏នៅនាំដែរណាយើងបិទតែថាស្អប់ថៃយ៉ាងណាក៏ដោយម៉ោងនេះគឺយើងនៅនាំទំនិញទៅប្រទេសថៃទៅលក់នៅប្រទេសថៃបាននៅឡើយទេតាមច្រកផ្លូវទឹកនិងផ្លូវអាកាសនេះគឺយើងនៅនាំទំនិញផលិតផលរបស់ខ្មែរទៅលក់នៅថៃទំហំពាណិជ្ជកម្មយើងនៅកម្រិត70%នៅឡើយទេយើងថយតែ30%ទេណាបងប្អូនថៃនាំចូលមកខ្មែរថយតែ40%ទេបានន័យថានៅ60%នៅឡើយទេនាំទៅខ្មែរនាំទៅថៃថយដែរថយតែ30%យើងនាំទៅថៃនៅតែ70%ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅតែមានភាពជាប្រក្រតីនៅឡើយទេគឺផ្លូវគោកសំទោសផ្លូវទឹកនិងផ្លូវអាកាសយើងអត់បានហាមហើយនៅតែចូលមកបានដោយសារអីវាជាពាណិជ្ជកម្មស្របច្បាប់យើងពហិការនេះគឺជានយោបាយប្រជាពិធដ្ឋដើម្បីឲ្យស្អំចិត្តប្រជាពលរដ្ឋថាយើងធ្វើពហិការផលិតផលគេទេកម្ពុជាពុំមានសិទ្ធិឯណាទៅហាមឃាត់ផលិតផលថៃមិនឲ្យចូលតាមច្រកដែនសមុទ្រឬដែនអាកាសទេដោយសារតែវាមានរបាំងពាណិជ្ជកម្មឬក៏ច្បាប់ពាណិជ្ជកម្មពិភពលោក World Trade Organization Agreement ឬ Trade Deal នោះគឺគេមិនឲ្យយើងបិទដូច្នេះយើងនិយាយសប្ថ្ងៃហ្នឹងគឺយើងនិយាយស្អំចិត្តប្រជាពលរដ្ឋទេទំនិញដឹកចូលតាមកុងតឺន័រទៅក្រុងប្រសេអនុរាប់ម៉ឺនកុងតឺន័រកាលពីឆ្នាំ2025ក្រោយបាញ់គ្នាហ្នឹងតែយើងសួរខុសមែនវាអត់ខុសទេចុះខ្មែរអត់មិនបានមិនឈប់នាំផលិតផលខ្មែរទៅថៃហេតុអីនៅនាំរាប់រយលានដុល្លារដែរទៅថៃនៅនាំបានដោយសារតែថៃគេអត់បានហាមឃាត់ផលិតផលខ្មែរទេគេគ្រាន់តែបិទព្រំដែនផ្ទុយទៅវិញយើងទេដែលហាមឃាត់ផលិតផលបន្លែបង្ការរបស់ថៃដែលពហិការប្រេងសាំងប្រេងអីថៃអីអញ្ចឹងទៅយើងធ្វើលើសថៃតែថៃអត់ដែលហាមផលិតផលទាំងអស់នោះទេ
គឺថៃគេនៅតែទទួលថាដឹកទៅគេអានេះហើយដែលធ្វើឲ្យអន្តរជាតិគេមើលមកគេថាយើងខូចជាងថៃខូចមែនហើយគេថាយើងខូចជាងថៃដោយសារអីថៃអត់បានធ្វើពាក់ឯកាផលិតផលខ្មែរមួយណាទេនាំទៅគឺនាំបានទាំងអស់ខ្មែរវិញនាំបានតែថៃនាំបានទាំងអស់លើកលែងតែបន្លែបង្ការនិងប្រេងសាំងនេះគឺខ្មែរធ្វើពាក់ឯកាជាផ្លូវការដែលអន្តរជាតិដឹងឮឃើញថៃគេដើរលើយើងមួយជំហាននេះគឺគេថាគេបិទព្រំដែនមែនដើម្បីសុវត្ថិភាពប៉ុន្តែគេមិនហាមឃាត់ទំនិញខ្មែរសំបីតែមួយមុខខ្មែរវិញអូខេថៃអ្នកបិទតែយើងធ្វើពាក់ឯកាដោយសារថៃបិទព្រំដែនគឺយើងអត់ឲ្យនាំបន្លែបង្ការផ្លែឈើហើយនឹងប្រេងសាំងអញ្ចឹងសរុបសេចក្តីមកទំហំពាណិជ្ជកម្មថៃនិងខ្មែរនៅមានពាន់លានដុល្លារនៅឡើយទេមកដល់ម៉ោងនេះបងប្អូននៅពេលដែលយើងគិតថាចង់តែបិទធ្វើពាក់ឯកាបងប្អូនទប់ទំនិញថៃយ៉ាងម៉េចធ្វើពាក់ឯកាយ៉ាងម៉េចបើយើងអត់ទាំងអាចទៅទប់ទំនិញចូលស្របច្បាប់ហ្នឹងឥឡូវស្របច្បាប់តាមប្រទេសតាមច្រកទឹកក៏មានតាមច្រកអាកាសក៏មានច្រកប្រទេសឡាវក៏មានដែរទំនិញថៃចូលតាមច្រកឡាវខេត្តស្ទឹងត្រែងអភិបាលខេត្តស្ទឹងត្រែងធ្លាប់ប្រាប់ឲ្យថាគេអត់អាចទប់បានទេទំនិញហ្នឹងចូលហើយអញ្ចឹងយើងនាំគ្នាមកធ្វើពាក់ឯកាវិញឈប់ប្រើនេះក៏ជាគ្រោះថ្នាក់ទៀតយើងអត់មានសិទ្ធអីទៅស្រែកប្រកាសពាក់ឯកាព្រោះថៃអត់ដែលពាក់ឯកាផលិតផលខ្មែរយើងស្អីចុះជាតិសាសន៍យើងខ្លាចអីពាក់ឯកាមិនបានធ្វើទៅវាអត់មានស្អីទេក៏ប៉ុន្តែយើងខុសសិលធម៌នៅក្នុងការដែលយើងពាក់ឯកាផលិតផលគេនៅពេលដែលគេអត់ពាក់ឯកាផលិតផលយើងវាធ្វើឲ្យឆាកអន្តរជាតិគេស្ដាប់មកថាយើងអាក្រក់តែប៉ុណ្្នឹងតាតែយើងអាក្រក់នៅក្នុងឆាកអន្តរជាតិយើងល្អនៅក្នុងការលួងចិត្តខ្មែរគ្នាឯងណាយើងឈ្នះចិត្តខ្មែរគ្នាឯងអញ្ចឹងបងប្អូនឈ្នះដើម្បីចំណេញប្រយោជន៍នយោបាយទេអញ្ចឹងនៅពេលដែលលោកហ៊ុនសែននិយាយសាររឿងបង្ក្រាបអ្នកនេះបង្ក្រាបអ្នកនោះជាការស្អំចិត្តប៉ុន្តែប្រសិទ្ធភាពគឺស្មើនឹង0ឥឡូវឧទាហរណ៍គាត់ចាប់បានអ្នករត់ពន្ធនឹងថា4-10នាក់ដោយរឿងតរេនទៅស្អីណាប្រឈប់ដកតំណែងលោកកឹមប្រុសបានផលអីហ្នឹងបានផលអីឲ្យប្រកាសបើទំនិញថៃនៅស្រុកខ្មែរមានពេញទំហឹងគ្រឿងសំណង់សង្ហារឹមអឺអេឡិចត្រូនិកគ្រឿងអគ្គិសនីគ្រឿងអីណាអាហ្នឹងយើងមានតែហាមឃាត់គេណាបានហើយយើងផលិតបានមិនមែនអាទាំងអស់ហ្នឹងអត់ហ្នឹងអ្នកដែលធ្លាប់ប្រើផលិតផលថៃគ្រឿងសំណង់អ្នកដែលធ្វើវិស័យសំណង់សន្តាគារផ្ទះសំណាក់ស្អីដែលបានគ្រឿងប្រគុណគ្រឿងស្អីដើម្បីកញ្ចក់ឬស្អីដែលខ្មែរដែលធ្វើប្រគុណនឹងបានមកពីណាខ្ញុំពងតែឆ្ងល់យើងឲ្យតែធ្វើឲ្យតែបានប៉ុន្តែបើធ្វើបានប្រកួតទីផ្សារគេមិនបើយើងទីផ្សារយើងប្រើផលិតផលគេមានកសាងគុណភាពគេរាប់សិបឆ្នាំមកអញ្ចឹងរឿងនេះណាជារឿងនយោបាយច្រើនហើយនយោបាយនេះគ្រោះថ្នាក់មែនតើព្រោះយើងនាំគ្នាវិលរឿងទំនិញថៃម៉ោងហ្នឹងហេតុអីបានជាយើងនៅឈឺក្បាលរឿងទំនិញថៃម៉ោងនេះណាគួរខ្មែរនិយាយអំពីប្តឹងទៅថៃដល់ណាហើយប្តឹងទៅតុលាការអន្តរជាតិ ICC ដល់ណាហើយប្តឹងទៅតុលាការព្រំប្រទានតុលាការយុត្តិធម៌អន្តរជាតិដល់ណាព្រំប្រទានអន្តរជាតិដល់ណាយើងគួរតែនិយាយចោះក្រុមគណៈកម្មការមេធាវីគណៈកម្មការដើម្បីប្តឹងគេហ្នឹងធ្វើការដល់ណាហើយបានជាមកវល់រឿងជង្គង់មន់ថៃនៅវិញមកនេះរឿងទូចណាស់អារឿងជង្គង់មន់ហ្នឹងដូចខ្ញុំនិយាយចឹងយើងយករឿងដែលអត់មានរឿងយកមកធ្វើជារឿងដើម្បីស្អំចិត្តប្រជាពលរដ្ឋឲ្យវល់ទៅរឿងនាំគ្នាមួម៉ៅខឹងថៃប៉ុន្តែខឹងក៏ខឹងចោះអត់អីទេឲ្យទៅតាមការដែលនយោបាយប្រជាប្រដ្ឋរបស់មេដឹកនាំខ្មែរប៉ុន្តែរឿងព្រំដែនដល់ចឹងនាំគ្នាអត់និយាយពីរឿងលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងថៃហើយនៅតែនិយាយពីភាពអង់អាចក្លាហានរបស់យើងពីរឿងដែលដោះស្រាយអាបញ្ហាឥឡូវយើងភ្លើងឆេះអស់ហើយយើងនាំគ្នាមកអង្គុយកាយរើស្ពាន់ហ្នឹងនេះមកអង្គុយឆ្លោះគ្នារឿងស្ពាន់ផ្ទះឆេះអស់អត់មានទៅរករឿងគេឲ្យសង់ផ្ទះយើងវិញដើម្បីបានរស់នៅយើងមករើសអាស្ពាន់អីដើម្បីលក់អេតចាយហ្នឹងឲ្យឆ្លោះទៅដើមគ្នារឿងស្ពាន់រឿងអេតចាយរឿងគ្រឿងដែលសល់ខ្ទេចខ្ទីអីហ្នឹងទៅវិញខាត់ពេលណាបងប្អូនខាត់ពេលមែនតើហើយមិនគួរណាថ្នាក់ដឹកនាំចំណាយពេលវេលាឲ្យខាត់ពេលដូច្នេះសោះប៉ុន្តែជាយុទ្ធសាស្ត្រដែលគេធ្វើបានជោគជ័យរាប់សិបឆ្នាំហើយដើម្បីពង្រៀងការចាប់អារម្មណ៍របស់បងប្អូនហើយបងប្អូននៅលងនៅក្រោមអារឿងដែលបោកប្រាស់ប្រជាពិធនឹងអញ្ចឹងរហូតហើយអញ្ចឹងទៅឃើញទេនាំគ្នាទូងស្គររឿងបញ្ហាក្នុងស្រុកហ្នឹងអត់បានការហ្នឹងហើយជុំវិញពេលជាមួយគ្នាហ្នឹងយើងអត់ប្តឹងហើយទៅចោតក្រុមប្រឆាំងឥឡូវក្រុមប្រឆាំងហ្នឹងតបទៅតបមកខាត់ពេលពេញទំហឹង
ឃើញដំណោះស្រាយព្រំដែនអត់ទៅមុខអាលីងយើងនៅឆ្លោះគ្នាបែកខ្ញែកគ្នាទៀតហើយរឿងហ្នឹងដដែលរាប់សិបឆ្នាំដោយសារតែយើងអត់ត្រូវគ្នាហ្នឹងដោយសារលៀបពណ៌គ្នាអញ្ចឹងឥឡូវក្រុមប្រឆាំងគេឡើងមកគេប្រាប់ថាលោកអ៊ុំសំអានខ្ញុំសម្ភាសមកយប់ទឹកភ្លឺ2 ម៉ោងលោកនិយាយលំអិតមែនតើខ្ញុំសូមសរសើរទេពកោសលនិងភាពបដូរផ្ដាច់ស្រឡាញ់ជាតិនេះទន្ទឹមរវល់យ៉ាងណាក៏នៅតែឆ្លៀតមកពន្យល់ពីរឿងដែនទឹកដែនគោកលោកអ៊ុំសំអានបានប្រាប់លោកហ៊ុនសែនទៅវិញថានោះគឺជាការលាបពណ៌មូលបង្កាច់ទេមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសដងណាក៏ឲ្យប្តឹងដើម្បីកុំឲ្យមានសង្គ្រាមជាមួយថៃយើងវាយមិនឈ្នះគេលោកនិយាយអំពីទាហានពឹងគាត់សុំទឹកសុំម៉ូតូសុំគ្រឿងស្អីសពបែបយ៉ាងយើងទៅមិនដល់គេអញ្ចឹងឲ្យទៅប្តឹងទៅតុលាការអន្តរជាតិព្រំសុំតនអន្តរជាតិទៅដើម្បីបានសុខកុំឲ្យឆ្លោះគ្នាផ្ទុយទៅវិញអត់ព្រមប្តឹងទៅរករឿងអ្នកប្តឹងថាជាអ្នកញុះញង់ឲ្យមានសង្គ្រាមលោកអ៊ុំសំអាននិយាយដូច្នេះតែខ្ញុំស្ដាប់ទៅគឺវាគួរឲ្យអស់សំណើចដែរពេលខ្លះនៅក្នុងការដែលលោកហ៊ុនសែនគាត់នៅតែបន្តធ្វើនយោបាយប្រជាពិធដ្ឋមួយដើម្បីឲ្យប្រជាពលរដ្ឋជឿគាត់ប៉ុន្តែគួរឲ្យសោកស្ដាយសម័យបច្ចេកវិទ្យា AI នេះគឺមនុស្សមិនមែននៅក្នុងភួយនៅក្នុងមុងស្ដាប់សារតាមសេកទៀតទេដូច្នេះខ្ញុំថាបើយើងភូតច្រើនគឺវាចាញ់អាត្មាខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលនិយាយការពិតដោះស្រាយបញ្ហាស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋហើយធ្វើទៅវិញអាចស្ដារមុខមាត់ឬក៏អាចឲ្យប្រជាពលរដ្ឋអនុគ្រោះបានណាព្រោះអីគណៈបកប្រឆាំងជាការពិតហើយដើម្បីឲ្យទៅផ្លាស់ប្ដូរវិជ្ជមាននោះមិនមែនត្រូវការពេលភ្លាមទេវាត្រូវការពេលយូរហើយគណៈបកប្រជាជនខ្លួនឯងនៅក្នុងមូលដ្ឋានហ្នឹងធ្វើទៅកែទៅហើយទៅបើសិនជាយើងកែបានល្អបើដឹងថាប្រជាពលរដ្ឋឆាប់ភ្លេចអញ្ចឹងយកអាហ្នឹងទៅឲ្យកែទៅកុំធ្វើដដែលហើយបង្ក្រាបដដែលហ្នឹងឥឡូវនេះគឺតកតងនឹងរឿងនេះខ្ញុំនៅសល់ពេលបន្តិចទៀតបងប្អូនបាទប្រតិកម្មខ្មែរក្រៅសុកនេះគឺមានលោកម៉ែនណាតដែរដែលលោកបន្ថែមទៅលើលោកអ៊ុំសំអានលោកម៉ែនណាតថាទាំងក្រុមអ្នកប្រឆាំងក្រុមបញ្ញវន្តនិងពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងក្នុងប្រទេសផងដែលមិនគ្រប់គ្រងរដ្ឋាភិបាលដែលធ្វើខុសហ្នឹងសុទ្ធតែបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិជាយូរហើយនៅរឿងកោះគុតផងរឿងដែនសមុទ្រផងនិងព្រំដែនគោកជាមួយខ្មែរថៃផងដើម្បីបញ្ជាការប្រើកម្លាំងប្រដាប់អាវុធឬសង្គ្រាមនេះអញ្ចឹងសូមលោកហ៊ុនសែនកុំលៀបពណ៌គេដឹងឮគ្រប់គ្នាអញ្ចឹងដូច្នេះវាជារឿងអាក្រក់ជូរជាតិដែរសម្រាប់ថ្នាក់ដឹកនាំដែលយើងដូចថានិយាយកុហកដោយសារតែប្រព័ន្ធផ្សព្វផ្សាយរបស់លោកជឿថាឥឡូវគាត់ចុះទៅចាប់ផ្ដើមចុះជួបកម្មករទៀតដល់ពេលស្អំចិត្តកម្មករទៀតដែរបងប្អូនរឿងស្អំចិត្តកម្មករនេះមានរឿងដោយការលោកមុនចឹងរំលាយគណៈបកសង្គ្រោះជាតិចោលដោយសារតែខ្លាចកម្មករបោះឆ្នោតវាថាមិនពេញចិត្តនឹងរដ្ឋាភិបាលចឹងចុះទៅគ្រប់រោងចក្រដឹងចំណាយលុយចំណាយអីចុះបើអាទុកអាលុយនឹងសម្រាប់នេះយកមកតម្លើងប្រាក់កម្មករប្រាក់ឈ្នួលបរមាអីហ្នឹងមិនដឹងថាបានប្រមាណអញ្ចឹងទៅជួបគ្រប់រោងចក្រចុងក្រោយបាន210នៅពេលដែលអតិផរណាឡើងរាប់រយភាគរយគេឡើងដល់ណាឡើងទៅអត់ឡើងតែប្រាក់ខែអញ្ចឹងអ្នកខ្លះនៅស្រុកខ្មែរនិយាយថានៅខ្មែរស្អីក៏ឡើងដែរអាឈាមក៏ឡើងអាជាតិស្ករក៏ឡើងនិយាយទៅស្អីហ្នឹងឡើងគ្រប់អត់ឡើងតែប្រាក់ឈ្នួលអញ្ចឹងវាទៅអញ្ចឹងណាហើយដល់ពេលចប់មកមានបានប្រាក់ឈ្នួលបើយើងកជើធ្លុះហ្នឹងយើងអាចតែស្អំចិត្តលួងចិត្តឥឡូវកម្មកររោងចក្រកាត់ដេរបុកតង្កិចឡានជិះដូចជ្រូកដូចកបីដូចស្អីស្និតចេកតកិច្ចតក្បាលគ្នាក៏ស្លាប់ឥឡូវបុកគ្នានៅអាកំពង់ឆ្នាំងនិងស្វាយរៀងស្លាប់អស់14នាក់របួសជិត100នាក់ធ្ងន់ធ្ងរអត់មានដំណោះស្រាយអត់មានអីអង្គការសង្គមស៊ីវិលដូចជាសង្ត្រាល់ចាប់ផ្ដើមរសរសេរលិខិតទៅណែអង្គការក្រុមបញ្ជាទិញដោយ Adidas និងអ្នកបញ្ជាទិញធំដើម្បីឲ្យដោះស្រាយបញ្ហាសុវត្ថិភាពកម្មករដែលអត់បានដោះស្រាយសោះឥឡូវហ្នឹងចុះទៅជួបកម្មករទៀតទៅរកដំណោះស្រាយមិនមែនទៅរកដំណោះស្រាយទេគឺទៅស្អំចិត្តថារដ្ឋាភិបាលគេយកចិត្តទុកដាក់ហើយទិញពេលវេលាហ្នឹងស្អំចិត្តស្អំអីយូរទៅនៅជីវជាតិគ្នាដដែលបាន5ឆ្នាំទៀតមានរឿងអីចាំ5ឆ្នាំទៀតអីចឹងទៅដដែលចឹងគឺជាយុទ្ធនាការនយោបាយប្រជាពិធដ្ឋហើយកម្មករអត់មានរឿងអីគួយស្ដាប់ទៅបានប្រាក់អំណោយប្រាក់អីរង្វាន់ទៅចាំបើអត់សោះក៏ពិបាក
ទៅទៀតហើយស្រឹមទៅទៀតនេះហើយគឺជាបញ្ហារបស់ជាតិយើងដែលយើងដោះស្រាយអត់ត្រូវរមាស់ហ៎បងប្អូនខ្ញុំនិយាយនេះមិនមែនបានន័យថារដ្ឋាភិបាលធ្វើអីខុសទាំងអស់ហើយមិនមែនទេខ្ញុំនិយាយថាយើងធ្វើរឿងដដែលរំពឹងលទ្ធផលផ្សេងលោក Albert Einstein និយាយថាបើយើងធ្វើដដែលរំពឹងលទ្ធផលផ្សេងជាអំពើឆ្កួតលីលាក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាគេថាយើងទេជាអ្នកឆ្កួតលីលានោះព្រោះរដ្ឋាភិបាលគេធ្វើដដែលបោកប្រជាពលរដ្ឋដដែលគេបានផលដដែលនឹងរាល់តែអាណត្តិហ្នឹងតែបោះឆ្នោតឲ្យគណៈបកប្រជាជនហេតុអីបានជាគេធ្វើផ្សេងបើលទ្ធផលជោគជ័យភ្លុកទឹកភ្លុកដីរាល់តែដងនេះគេគិតថាអាហ្នឹងត្រូវទៅវិញប៉ុន្តែក្រមប្រឆាំងឬក្រមអង្គការសហប្រជាជាតិឬក៏ប្រទេសដែលប្រជាធិបតេយ្យរបៀបធ្វើដោយរដ្ឋាភិបាលដដែលនេះគឺជាអំពើឈួតលីលាដោយសារអីវាបានលទ្ធផលដដែលបង្ក្រាបប្រជាពលរដ្ឋអត់បាត់សិទ្ធិសេរីភាពប្រជាពលរដ្ឋខាត់ប្រយោជន៍ប្រជាពលរដ្ឋតែបានអំណាចក្រុមគ្រួសារតកូលហ៊ុនជោគជ័យតែតកូលហ៊ុនទេតែប្រទេសកម្ពុជាទាំងមូលគឺបរាជ័យប្រជាពលរដ្ឋទាំង18លានអ្នកបរាជ័យនេះគឺគេមើលឃើញពីក្រៅតែខាងគណៈបកប្រជាជនកម្ពុជាថាទៅដូរខ្មោចយកអីបើធ្វើអញ្ចឹងបានជោគជ័យមកអាយុហើយប្រជាពលរដ្ឋតែចោះស្អំឡើយភូមិរងចាំឲ្យលុយកដោចេះចោះឲ្យផ្ទះហ្នឹងទៅពេលបានឬមិនបានពីថៃអីអាហ្នឹងបានដោយនេះចឹងប្រជាពលរដ្ឋចាប់ផ្ដើមគិតថាបានប៉ុណ្ណឹងហើយបានអីទៀតអញ្ចឹងទៅស្អំចិត្តប៉ុណ្ណឹងទៅទៀតនេះគឺជានយោបាយប្រជាពិធប៉ុន្តែធ្វើយ៉ាងម៉េចឥឡូវបើយើងអញ្ចឹងអានេះហើយគេថាប្រជាពលរដ្ឋខ្មែរត្រូវការអ្នកនយោបាយត្រូវបានអ្នកនយោបាយបោកគ្មានទីបំផុតណាឥឡូវខ្ញុំនិយាយអំពីរឿងកម្ពុជាវាយបកទៅអង្គការ Amnesty International អង្គការលើកលែងទោសអន្តរជាតិដែលសរសេររបាយការណ៍ថាកម្ពុជាបរាជ័យក្នុងរឿងបង្ក្រាបការឆបោកអនឡាញដោយសារអីមជ្ឈមណ្ឌលឆបោកអនឡាញជាង86មជ្ឈមណ្ឌលដែលគេរកឃើញគឺបង្ក្រាបបានតែ24ទេអត់ដល់30%ទេតែកម្ពុជាវិញថាបង្ក្រាបបានរាប់រយកន្លែងបញ្ជូនមនុស្សចេញរហូតដល់សែនអ្នកអង្គការនេះថាជាការយកតែមុខឬក៏សម្ដែងទេអត់ប្រសិទ្ធភាពព្រោះត្រីធំក៏ចាប់មិនបានបកកទ្រព្យសម្បត្តិអីក៏គ្មានហើយជនរងគ្រោះខ្លាយទៅជាសំទោសជនរងគ្រោះទៅខ្លាយជាគេជួញដូរវិញអីចឹងទៅប៉ុន្តែថ្ងៃនេះលោកឆៃសុនរិទ្ធដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រជាប្រឆាំងការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រាប់សារព័ត៌មានក្នុងស្រុកដោយតបទៅវិញថាការចាត់ទុកថាអ្វីដែលរកឃើញរបស់អង្គការអន្តរជាតិនេះថាជាការចោទប្រកាន់ទាំងបំពេញមិនមើលគ្រប់ជ្រុងជ្រោយនៅអ្វីដែលរដ្ឋាភិបាលខំធ្វើរដ្ឋាភិបាលមិនធ្វើយកតែមុខទេបើអញ្ចឹងមិនមែនបង្ក្រាបគ្រប់កន្លែងអញ្ចឹងទេនេះគឺជាការតបរបស់រដ្ឋាភិបាលកម្ពុជាបាទតែយ៉ាងណាបងប្អូនរដ្ឋាភិបាលកម្ពុជាឃើញខំប្រឹងមែនខ្លះហើយមិនអត់ទេគាត់ថាអ្វីដែលជាការខំប្រឹងតើមានក្រាក់ហ្នឹងនៅណាតើបង្កក់ក្រុមហ៊ុនបានប្រមាណហើយលុយគេបង្កក់អស់ហើយនៅតែស្រុកខ្មែរបិទឯង200 300កន្លែងតែលុយមួយសេនក៏អត់ឃើញបង្កក់អីបានដែរអានេះហើយដែលធ្វើឲ្យគេចិត្តតែឆ្ងល់បាទឥឡូវព័ត៌មានបន្តទៀតខ្ញុំដល់ម៉ោងមែនតើហើយគឺតាក់តង